តើរាល់ថ្ងៃប្រឹងដើម្បីអ្វីចម្លើយដែលខ្ញុំឮច្រើនប្រឹងដើម្បីលុយដើម្បីឡានដើម្បីផ្ទះវិឡានិងដើម្បីកិត្តិយសហើយភាគច្រើនតែម្ដងគឺប្រឹងដើម្បីគ្រួសារចង់ឃើញសមាជិកគ្រួសាររស់នៅស្រួលក៏ប៉ុន្តែអ្វីដែលខ្ញុំមិនចង់ឲ្យបងប្អូនភ្លេចខ្លួនមុននឹងយើងសម្រេចគោលបំណងធំគឺយើងអាចចាប់ផ្ដើមចេញពីចំណុចតូចនាំក្រុមគ្រួសារដើរលេងញ៉ាំហូបឆ្ងាញ់ទិញសម្លៀកបំពាក់ជាដើមមិនមែនទាល់តែយើងអាចសម្រេចគោលបំណងធំទើបជាមេគ្រួសារល្អនោះទេម្យ៉ាងវិញទៀតដូចដែលបងប្អូនបានដឹងគ្មាននរណាម្នាក់អាចដឹងទុកមុនទេថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងវាមិនមែនជាការដែលយើងគិតជ្រុលឬក៏គិតរឿងអពមង្គលនោះទេក៏ប៉ុន្តែនៅក្នុងនាមជាមេគ្រួសារដែលមានទំនួលខុសត្រូវលើសពីការដែលយើងប្រឹងប្រែងដើម្បីបំពេញគោលបំណងឲ្យគ្រួសារគឺយើងត្រូវតែគិតអំពីអនាគតគ្រួសារតាមពិតទៅមានបងប្អូនច្រើនណាស់ដែលយល់ថាការដែលគិតពីអនាគតគ្រួសារគ្រាន់តែរកលុយមកដាក់ក្នុងធនាគារឲ្យបានច្រើនយើងគិតថាលុយដែលយើងប្រឹងសន្សំក្នុងធនាគារនឹងគឺអាចដោះស្រាយបានគ្រប់យ៉ាងអត់ខុសទេក៏ប៉ុន្តែមិនទាន់គ្រប់គ្រាន់នៅឡើយបងប្អូនត្រូវដឹងថាលុយសន្សំយើងត្រូវចំណាយពេលសន្សំរយៈពេល5ឆ្នាំ10ឆ្នាំទម្រាំតែសល់លុយមកកញ្ចប់ធំចុះបើពេលវេលាមិនអំណោយផលឧបសគ្គជីវិតកើតឡើងមុនពេលដែលលុយសន្សំយើងគ្រប់នេះហើយគឺជាចំណុចដែលមនុស្សភាគច្រើនយល់ខុសដោយខំតែបង្កើតទ្រព្យក៏ប៉ុន្តែភ្លេចបង្កើតរបាំងការពារទ្រព្យនិងការពារមនុស្សជាទីស្រឡាញ់ដូច្នេះដើម្បីបន្តដង្ហើមហិរញ្ញវត្ថុគ្រួសារការពារក្តីស្រមៃរបស់កូននិងការពារលុយសន្សំឲ្យនៅគង់វង្សនោះគឺការជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រងហើយក្រុមហ៊ុនធានារ៉ាប់រងដែលអាចទុកចិត្តបានបង្កើតឡើងដោយកូនខ្មែរនិងជាបទសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សនៅកម្ពុជានោះគឺក្រុមហ៊ុន Royal Group Life Insurance ដែលជាក្រុមហ៊ុនដំបូងគេដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជាក្រុមហ៊ុន Royal Group Life Insurance បង្កើតឡើងដោយជនជាតិខ្មែរដើម្បីប្រជាជនកម្ពុជាហើយពួកយើងបានការពារហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាអស់រយៈពេលជាង14ឆ្នាំហើយក្រុមហ៊ុនកូនខ្មែរមួយនេះនៅតែបន្តបេសកកម្មនៅក្នុងការការពារសុវត្ថិភាពហិរញ្ញវត្ថុសន្តិភាពផ្លូវចិត្តនិងភាពរីកចម្រើននៃក្រុមគ្រួសារប្រជាជនកម្ពុជាក្រុមហ៊ុន Royal Group Life Insurance សុវត្ថិភាពថ្ងៃនេះកាន់តែរឹងមាំនៅថ្ងៃស្អែក